ต่อ The Score Goal Poacher ថ្មីដែលកំពុង trending នៅក្នុងវិស័យប៉េះនោះគឺលោកអ៊ូស្វារ៉េសថ្មីនេះកូណាមីបានរលេខការថ្មីរបស់លោកស្វារ៉េសជាមួយនឹងប្រទេសអ៊ុរ៉ុាហ្គាយក្នុងចំនួនឆ្នាំ2011រហូតដល់ឆ្នាំ2014តោះទៅមើលពីជីវប្រវត្តិរបស់គាត់តិចតើគាត់ធ្លាប់ឆ្លងកាត់ក្លឹបណាខ្លះហើយនឹងបានលើកពានអ្វីខ្លះទើបបានជាគាត់ល្បីល្បាញដល់សប្តាហ៍ថ្ងៃនេះចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់នៅក្នុងលីកក្នុងស្រុកមួយដែលមានឈ្មោះថា National បន្ទាប់មកទៀតគាត់ក៏បានផ្លាស់ប្ដូរទៅទឹកដីអឺរ៉ុបតែម្ដងនៅក្នុងទឹកដីអឺរ៉ុបគាត់បានចាប់ផ្ដើមជាមួយ Groningen របស់ហូឡង់នៅក្នុងលីក Eredivisie ចំណាយពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះគាត់បានផ្លាស់ប្ដូរខ្លួនរបស់គាត់ទៅកាន់ក្លឹបធំមួយនៅក្នុងលីកគឺអាហ្សាគាត់បានជួយអាហ្សាលើកពាន2គឺពានលីក1និងពាន KNVB Cup 1ហើយបានក្លាយជាកាប្តែនក្រុមរបស់អាហ្សាផងដែរដល់ឆ្នាំ2011គាត់ក៏បានសម្រេចចិត្តត្រឡប់ទៅកាន់ទឹកដីអង់គ្លេសចូលរួមជាមួយនឹងក្លឹបហង្សក្រហម Liverpool តែម្ដងមួយនឹង Liverpool ក៏បានឈ្នះ Premier League Golden Boot និង European Golden Shoe ផងដែរនៅឆ្នាំ2014ជាមួយនឹងតម្លៃខ្លួន80លានជាងគាត់បានចូលរួមជាមួយនឹង Barcelona នៅក្នុងទឹកដីអេស្ប៉ាញហើយអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាពេលនោះគឺជាចំនួន MSN និងចំនួន BBC ជាមួយ Barcelona គាត់បានជួយឲ្យក្រុមលើក Champions League 2015ម្ដង La Liga 4ដង Copa del Rey 4ដងនិងជួយ Barcelona លើកពាន Treble ផងដែរហើយឆ្នាំ2020 Barcelona ក៏បានសម្រេចចិត្តបោះបង់គាត់ហើយគាត់បានចូលរួមជាមួយ AT នៅក្នុងលីកតែមួយប្រើពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះគាត់បានជួយ AT ឲ្យលើកពាន La Liga តែម្ដងហើយដោយសារតែវ័យរៀងជ្រេគាត់ក៏បានត្រឡប់ទៅកាន់ National ជាក្លឹបដំបូងរបស់គាត់វិញមុននឹងផ្លាស់ទៅកាន់ Gremio ប៉ុន្តែសប្តាហ៍ថ្ងៃនេះគាត់នៅតែប្រកបអាជីពជាមួយនឹង League MLS ជាមួយនឹង Lionel Messi ដដែលហើយបានមើលជីវិតគាត់ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរ៉ុាហ្គាយគឺគាត់ពិតជាជួយអ៊ុយរ៉ុាហ្គាយច្រើនមែនទែនគាត់បានជួយអ៊ុយរ៉ុាហ្គាយឲ្យឡើងទៅវគ្គ Semi Final ពានរង្វាន់ World Cup ជាលើកដំបូងនៅឆ្នាំ2010និងឈ្នះរង្វាន់ Copa America នៅឆ្នាំ2011ផងដែរហើយគាត់ក៏ជាកីឡាករ Top Scorer នៅក្នុងជម្រើសជាតិអ៊ុយរ៉ុាហ្គាយរបស់គាត់ផងដែរហើយការថ្មីរបស់គាត់មាន skill ធ្វើឲ្យចាប់អារម្មណ៍ច្រើនមែនទែនដូចជា phenomenal finishing attacking awareness first time shot outside color acrobatic finishing និង one type pass ជាដើមrecord របស់គាត់មិនមែនមានតែប៉ុណ្្នឹងទេគឺនៅមានរឿងរ៉ាវជាច្រើនដែលគួរឲ្យភ្ញាក់ផ្អើលទៀតនៅអាហ្សាគាត់បានខំកីឡាករបាកាល់របស់ PSV ហើយពេលផ្លាស់ប្ដូរទៅ Liverpool គាត់ក៏បានខំកីឡាករ Ivanovic របស់ Chelsea ផងដែរមិនទាន់ចប់ទេកាលពីឆ្នាំ2014នៅលើជំនួប World Cup គាត់បានខំកីឡាករ Cellini របស់អ៊ីតាលីទៀតផងហើយរឿងរ៉ាវដែលគេចាំមិនភ្លេចនោះនឹងចាត់ទុកគាត់ថាជាវីរបុរសគឺគាត់បានយកដៃឃ្លាបានទៅជំនួបជាមួយយ៉ាណាក្នុងពានរង្វាន់ World Cup ហើយពេលនោះដែរគាត់ទទួលបានកាត់ក្រហមប៉ុន្តែហ្គាណាមិនបានទាត់បញ្ចូលទីនៅបាល់ពេលនាទីនោះឡើយជាហេតុធ្វើឲ្យអ៊ុយរ៉ុាហ្គាយទម្លាក់ហ្គាណាឡើងទៅវគ្គបន្តហើយបើសិនជាបងប្អូនចង់ឲ្យយើងនិយាយពីកីឡាករណាឬមួយក៏រឿងរ៉ាវផ្សេងៗបងប្អូនអាចខមមិនខាងក្រោមបានហើយបងប្អូនដែលវិនិយោគកាទៀវកាហ្វេឬមួយក៏ចង់លេង Pet Friendly អាចចូលក្រុមដែលមាន link នៅលើ bio ស្រាប់